ថ្ងៃនេះយើងមកស្លម្ជូរស្ពៃចង្កឹះជាមួយនឹងត្រីផ្ទក់គ្រាន់តែឃើញនឹងខាងទំនងមែនតែនក្តៅៗហុយៗបានពងត្រី2-3ចេះទៀតមកនេះអូយឆ្ងាញ់មែនតែនដាក់ទៅច្រប់តែម្ដងពងត្រីហើយមើលសម្លយើងថាគួរឲ្យចង់ញ៉ាំមែនតែនឈ្ងុយប្រហុកផងម្ជូរផងក្តៅហុយៗបែបនេះដាក់បាយមកមួយចានពីរចានអីល្មមតែម្ដងហើយជាមើលសាច់ត្រីរបស់យើងវិញអូយគួរចង់ញ៉ាំមែនតែនថាទំនងតែម្ដងហើយវិធីធ្វើនឹងគឺងាយមែនតែន យើងគ្រាន់តែមានត្រីផ្ទក់មួយជាមួយនឹងបន្លែស្ពៃចង្កឹះជាមួយប្រហុកម្ជូរម្អមម្ទេសហើយនឹងម្ដេចមកដើម្បីកាត់ឆ្អាបគ្រាន់តែប៉ុណ្ណឹងរួចជាស្រេចហើយយើងមានតែគ្រឿងក្រៅបន្ថែមមកគឺរួចជាដំបូងគឺយើងដាក់ដាំទឹកឲ្យពុះហើយយើងដាក់ជាមួយនឹងរំដេងបន្ថែមជាមួយនឹងអំបិលដើម្បីឲ្យពេលយើងស្លទៅនឹងវាមានជាតិជៅហើយយើងចាប់ផ្ដើមយកប្រហុកមកជ្រុំដោយសារប្រហុកនេះជាប្រហុកឆ្អឹងអញ្ចឹងយើងត្រូវធ្វើការជ្រុំដើម្បីកុំឲ្យវាមានឆ្អឹង បន្ទាប់ពីនោះមកគឺយើងដាក់ត្រីរបស់យើងចូលដាក់ត្រីចូលហើយយើងដាក់អំពិលដើម្បីជ្រុំអំពិលនេះគឺយើងដាក់កញ្ច្រែងចឹងដែរដើម្បីកុំឲ្យវាជាតិជូរចូលទៅក្នុងសម្លយើងពេកកាលណាតែយើងដាក់ជ្រុំអញ្ចឹងយើងអាចកំណត់ជាតិជូររបស់វាបានហើយបន្ទាប់ពីថាជ្រុំម្ជូរអីហើយយើងចាប់ផ្ដើមដាក់បន្លែចូលស្ពៃចង្កឹះនេះគឺយើងដាក់ចូលមក ហើយសូមពុកម៉ែបងប្អូនកុំភ្លេចជួយ Subscribe Channel YouTube របស់នាងខ្ញុំឈ្មោះអ៊ុំចាណេតក៏ដូចជា Follow Facebook Page និង TikTok ហើយបើសិនជាបងប្អូនពេញចិត្តនៅវីដេអូនេះអាចជួយ Like ជួយ Share ឬក៏បងប្អូនចង់ឲ្យធ្វើមុខម្ហូបអ្វីទៀតអាច Comment នៅខាងក្រោមបាននាងខ្ញុំនឹងធ្វើការស្លទៅតាមតម្រូវការបានហើយឥឡូវនេះឃើញថាចាប់ផ្ដើមពុះគ្រប់ខ្លាំងមែនតើហើយយើងចាប់ផ្ដើមដាក់បន្លែខាងស្លឹកវាចូលទៅព្រោះកាលណាយើងដាក់អញ្ចឹងដើម្បីកុំឲ្យវារលួយបន្លែពេកបន្ទាប់ពីយើងដាក់អញ្ចេះហើយយើងទុកឲ្យទឹកពុះមកគឺសម្លឆ្អឹងយើងឆ្អិនរួចជាស្រេចយើងដួសកាតិចសនេះចេញបន្ថែមទៅដើម្បីកុំឲ្យពេលវាញ៉ាំទៅក្រៀតវាមានជាតិដីអីចឹងណាចឹងយើងចាប់ផ្ដើមដួសអីទៅហើយឥឡូវឃើញថាអូយបន្លែពុះខ្ជុលតែម្ដងគ្រាន់តែហិតនឹងថាអូយឈ្ងុយប្រហុកឈ្ងុយនឹងរសជាតិម្ជូររសជាតិអីមកថាអូយតំណងមែនតែនពុកម៉ែបងប្អូនឥឡូវនេះយើងចាប់ផ្ដើមថាស្លឆ្អិនហើយដួសបង្ហាញបន្ថែមជាមួយនឹងប៊ីចេងបន្តិចមកយើងស្លនេះយើងដាក់តែអំបិលនិងប៊ីចេងទៅយើងភ្លក់ទៅគឺគ្រប់ជាស្រេចហើយយើងបន្ថែមជាមួយនឹងម្អមមកថាអូយឈ្ងុយពេញផ្ទះតែម្ដងម្ទេសហឹរចេះទៀតញិចមកអូយឆ្ងាញ់តែម្ដងឥឡូវនេះយើងចាប់ផ្ដើមមកដួសដាក់ចានហើយនេះថាសម្លក្តៅហុយតែម្ដងដាក់មកអូយថាឈ្ងុយមែនតែនឈ្ងុយជាតិម្ជូរឈ្ងុយប្រហុកឈ្ងុយម្អមដាក់ជាមួយបាយនឹងថាត្រូវតែម្ដងបន្ថែមជាមួយនឹងម្ទេសញែកក្តៅហុយចេះទៀតហើយបើបានថាអូយញ៉ាំជុំគ្នាអីរឹតតែឆ្ងាញ់នេះជាមួយពងត្រីចេះវិញទៀតដាក់ទៅឆប់តែម្ដងបន្លែវិញក៏ថាមកល្មមវាមិនផុយមិនរលួយអីពេកគឺយើងដាក់មកល្មមចឹងទៅញ៉ាំឆ្ងាញ់តែម្ដងហើយមើលសាច់ត្រីនេះអូយថាគួរឲ្យចង់ញ៉ាំថាទំនងមែនតែនអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានទស្សនា